យូសុបបិនឃើញក្រពើការងារមានគេស្អប់ឬច្រណែនរីឯស្នេហាមានជនទី3ជ្រៀតជ្រែកមុននឹងឈានចូលដល់ការបកស្រាយសុបិនសូមបងប្អូនកុំភ្លេចចុច like និង subscribe channel ខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃក្រពើជាសត្វដែលជះឥទ្ធិពលដល់ជំនឿលើការទូទាយតាមវិធីផ្សេងៗពេលសុបិនឃើញក្រពើអាចបណ្ដាលឲ្យមានអារម្មណ៍ភ័យស្លន់ស្លោថប់បារម្ភព្រោះប្រជាជនខ្មែរជឿថាជាសុបិនអាក្រក់ណាស់ដូច្នេះប្រសិនបើអ្នកកេងសុបិនឃើញក្រពើអាចបញ្ជាក់ពីអត្ថន័យល្អនិងអាក្រក់មកប្រងគ្នាដូចខាងក្រោមនេះសុបិនឃើញក្រពើជីវិតក្នុងអំឡុងពេលនេះជាសញ្ញាប្រុងប្រយ័ត្នជាពិសេសគឺមានចិត្តគ្រួសារនិងរងទុក្ខដូចជាគ្រោះថ្នាក់ជំងឺការបាត់បង់ទ្រព្យសម្បត្តិឬត្រូវឃ្លាំងសត្រូវគូប្រជែងមួយថ្ងៃណារីឯស្នេហាអ្នកនៅលាវនឹងបានជួបគូក្រុងមានវ័យចំណាស់ជាងខ្លួនចំពោះអ្នកមានគូស្នេហ៍ត្រូវប្រយ័ត្នចំពោះទំនាក់ទំនងអាចនឹងកាន់តែយ៉ាប់យ៉ឺនចំណែកការងារត្រូវប្រយ័ត្នកុំឲ្យមានកំហុសឬជម្លោះជាមួយសមាជិកដូចគ្នាសុបិនឃើញក្រពើធំនេះជាសុបិនមួយបញ្ជាក់ពីមនុស្សដែលមានគ្រួសារអាចមានបញ្ហាជម្លោះក៏ដូចជាការងារធ្វើឲ្យមានការខ្ជិលខ្ជាយលួចកាក់ឥតអំពើប៉ុន្តែសម្រាប់អ្នកនៅលាវជាសំណាងវិញប្រសិនបើយល់សុបិនឃើញក្រពើធំអ្នកនឹងជាប់គូជីវិតមានវ័យចាស់ជាងណាក់តែគេជាមនុស្សល្អចំណែកឯអ្នករៀបការរួតត្រូវប្រយ័ត្នជនទី3សុបិនឃើញក្រពើធំពីរក្បាលសុបិននេះជាសញ្ញាវិមានថាអំឡុងពេលនេះធ្វើអ្វីដែលមិនគួរត្រូវបានប៉ាន់ស្មានតាមចិត្តឯងប្រយ័ត្នទឹកភ្នែកចំណែកគូស្នេហ៍ត្រូវយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកប្រយ័ត្នជម្លោះកើតឡើងលើពីនេះទៅទៀតក្នុងវិស័យការងារត្រូវប្រយ័ត្នប្រយែងនឹងការឈ្លោះប្រកែកជាពិសេសជាមួយមិត្តរួមការងារសុបិនឃើញក្រពើ3ក្បាលសុបិននេះអាចនឹងមានជម្លោះជាមួយមនុស្សជិតស្និទ្ធសមាជិកគ្រួសារអាចនាំបញ្ហាមកដល់ចំណុចវឹកវរចំណែកស្នេហាត្រូវទាមទារការយកចិត្តទុកដាក់ច្រើនព្រោះអាចមានជម្លោះកើតឡើងជាញឹកញាប់ចំណែកការងារវិញនៅតែមិនដូចការរំពឹងទុកប្រយ័ត្នហិរញ្ញវត្ថុមិនគួរចាយលើចំណូលឡើយសុបិនឃើញក្រពើហែវខឹងទឹកមនុស្សជុំវិញញាក់សាច់ញាតិឬសមាជិកគ្រួសារនឹងនាំបញ្ហាមកដល់ចូលប្រុងប្រយ័ត្នជាពិសេសចំពោះការនិយាយស្ដីព្រោះមានអ្នកចង់និយាយដើមបង្កាច់បង្ខូចញាក់ឲ្យស្អុយគេឈ្មោះចំណែកគូស្វាមីភរិយាត្រូវតែបន្ថែមភាពផ្អែមល្ហែមឲ្យគ្នាជានិច្ចទោះបីមានទុក្ខក៏ដោយប៉ុន្តែការងារល្អមានលៀបមានលុយចុះហូរហៀធម្មតាទេសុបិនឃើញក្រពើច្រើនក្បាលក្នុងសុបិននេះអ្នកនឹងទទួលបានដំណឹងហរដែលហៅថាលៀបសំណាងពីការជួញអាជីវកម្មចំណែកឯអ្នករៀបការមានគ្រួសារនឹងមានកូនមកចាប់កំណើតខុនពេលនេះប្រសិនបើអ្នកសុបិនឃើញក្រពើច្រើននោះនឹងមានកម្រិតខ្ពស់នៃការទទួលបានកូនស្រីសុបិនឃើញក្រពើតូចមួយក្នុងពេលនេះចូលប្រយ័ត្នចាញ់បោកគេប្រយ័ត្នភ្លើងឆេះផ្ទះជាពិសេសមនុស្សជុំវិញអ្នកនឹងបង្កើតបញ្ហាធ្វើឲ្យមានជម្លោះតូចទៅធំឡើងមករីឯសេចក្តីស្រឡាញ់ពេលនេះអាចកើតមានក្នុងទម្រង់អាណិតអាសូរច្រើនជាងសេចក្តីស្រឡាញ់ពីពិតប្រាកដការងារឯណោះវិញទាមទារឲ្យមានការគិតល្អអត់ធ្មត់និងការតាំងចិត្តបន្ថែមទៀតទើបឆ្លងផុតបានសុបិនឃើញក្រពើកម្មសម្រាប់មិត្តរួមការងារដៃគូអាជីវកម្មអាចក្លាយទៅជាសត្រូវដោយសារតែការច្រណែនឃើញបានល្អជាងចូលប្រយ័ត្នខ្លួនកុំប្រហែសសោះចំណែកគូស្វាមីភរិយានៅតែត្រូវប្រយ័ត្នចំពោះជនទី3សុបិនឃើញក្រពើស៊ីមនុស្សក្នុងអំឡុងពេលនេះប្រហែលជាត្រូវជាអ្នកស្ដាប់ព្រោះនឹងមានមនុស្សម្នាក់អាចលើកឡើងពីបញ្ហាឬរឿងដែលមានបញ្ហាហើយសូមឲ្យយើងជួយដោះស្រាយប៉ុន្តែបើនិយាយពីការងារវិញមានលក្ខណៈវិនិច្ឆ័យទទួលបានដំណឹងល្អប៉ុន្តែត្រូវប្រយ័ត្ននឹងការនិយាយដើមបោកបញ្ឆោតបុគ្គលដែលរាប់អានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like និង subscribe channel ខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ